វាសួរលោកគ្រូមកឈ្មោះគុយស្មូនស្មានរ័ន្តដែលខ្ញុំមកធ្វើការ demo តាក់ទងនឹង project Sell Food ដែលជាកន្លែងដែលយើងអាច sell ម្ហូបឬក៏ sell កន្លែងណាដែលយើងចង់ទៅថ្ងៃក្រោយទៀតនៅក្នុងនោះខ្ញុំធ្វើដូចជាមាន menu មានកន្លែងដាក់រូបភាពមានកន្លែងអាចដាក់ map និងកន្លែង edit បានហ្នឹងឥឡូវខ្ញុំសូមធ្វើការ demo ទៅលោកគ្រូនេះជា food sell food របស់ខ្ញុំតែក្នុងនោះមានខាងលើមានដូចជាប៊ូតុងនេះប៊ូតុង history ប៊ូតុងសញ្ញាបូនេះជាប៊ូតុងដែលយើងអាច add កន្លែងដែលមាននៅខាងលើផងនៅខាងក្រោមផងនៅលើខាងលើនេះដូចជា category នេះជា fast food ដែលខ្ញុំបានបង្កើតល្អវា show មកទាំងអស់ដែលនេះcategory ដែលខ្ញុំបានបង្កើតមានដូចជា restaurant កន្លែងនេះខ្ញុំចង់តាក់ទង restaurant ខ្ញុំអាចចូលក្នុង restaurant បាន homemade នេះ homemade មិនមានទេ dessert មានដូចdessert ខ្ញុំដាក់ខ្ញុំមកសរសេរ drink ខ្ញុំសេ dessert មាន like class drink ហើយដូចជានឹងខ្ញុំបានបង្កើតមកហើយដូចជា pizza food នេះបើខ្ញុំចង់ទៅកន្លែងនោះខ្ញុំគ្រាន់តែចុចយក open in map មកអញ្ចឹងវានឹង show ទៅកន្លែងសារហូបហ្នឹងដែលខ្ញុំបាន sell location ហ្នឹងទៅនេះដូចជាកន្លែងថាខ្ញុំចង់ទៅកន្លែង Kungfu នៃ Yon Mall នេះដែល locate ដែលខ្ញុំថប់ទៅញ៉ាំពីមុនតែខ្ញុំចង់ទៅកន្លែងនោះទៀតខ្ញុំបានចូលមើលនៅក្នុង Sell Food ហ្នឹងបានខ្ញុំគ្រាន់តែចុចទៅលើប៊ូតុង Open in Map ហ្នឹងមកយើងអាចដឹងទីតាំងដែលយើងបានធ្លាប់ដាក់ទៅកន្លែងខ្ញុំអាច edit វាបានដែរ edit ដូចជា food name ហ្នឹង category ឲ្យវាទៅ category មួយណាដូចជា update map ឬក៏យើងអាចpreview location ហ្នឹងក៏បានដែរខ្ញុំអត់ update ទេហើយឥឡូវយើងសុំធ្វើការ add កន្លែងមួយទៀតកយហើយប្រភេទនេះយក dessert ហើយខ្ញុំទៅមកមើល location ខ្ញុំគ្រាន់តែទៅ copy location កន្លែងណាដែលខ្ញុំទៅខ្ញុំចង់ទៅវាទៅនៅមុខទៀតគ្រាន់តែ copy paste មកហើយខ្ញុំអាច update រូបទៅណាខ្ញុំមកដល់ក្នុងនេះខ្ញុំគ្រាន់តែដាក់រូបនៅទីតាំងហ្នឹងឬខ្ញុំបានថតរូបទីតាំងហ្នឹងហើយខ្ញុំគ្រាន់តែដាក់ចំណាំហើយ TTP អញ្ចឹងខ្ញុំគ្រាន់តែចុច sell មកអញ្ចឹងវាមិញនៅក្នុង category dessert ហើយខ្ញុំគ្រាន់តែមើលនៅ category dessert ហ្នឹងមកព្រោះខ្ញុំច្រឡំដាក់វានៅ category healthy អញ្ចឹងខ្ញុំដូរគ្រាន់តែខ្ញុំចុចដូរ edit នេះមកខ្ញុំដាក់វាមកនៅ dessert វិញខ្ញុំធ្វើឲ្យ update មក dessert មកនេះកន្លែងទីតាំងកយខ្ញុំគ្រាន់ចុច open Google Map មកខ្ញុំចង់ទៅនៅទៀតអញ្ចឹងproject នេះអរគុណគ្រូបាន demo អញ្ចឹង